ខ្ញុំសូមនិទានរឿងជាភាសាអង់គ្លេសនិងខ្មែរវាអាចផ្ដល់ផលប្រយោជន៍ដល់ការសិក្សារបស់បងប្អូនរឿងបក្សីផ្លាស់ជម្រក Bird Change Place of Living ខ្ញុំនិទានជាភាសាអង់គ្លេស There once was a flock of birds that had lived in the forest.They made for a living by flying from one place to another place and pick up fruit. They did it habitually until the forest where they lived had nothing left for them. They couldn't find any fruit, so they decided to change the place by flying to other places.At last they had arrived at a small island where was full of fruit. They were so happy and started new life there. There were a lot of fruit fallen down on the ground that made them lazy in flying as before, except one bird.Unlike the other, this bird didn't pick up the fruit that were near him. He always flew to pick up the fruit at the other place. Because of laziness, the flock of birds could not fly as before. They could only jump and walk up the ground. Unfortunately, there was a flood.On that island, we killed all the lazy birds except the hard-working bird that could fly. ខ្ញុំនិទានជាភាសាខ្មែររឿងបក្សីផ្លាស់ជម្រកមានវេលាមួយមានបក្សីមួយហ្វូងនៅក្នុងព្រៃអាស្រ័យលើការហោះហើររកបេះផ្លែឈើធ្វើអាហារពួកគេត្រូវហើរពីកន្លែងមួយទៅកន្លែងមួយដើម្បីស្វែងរកផ្លែឈើពួកគេតែងមានទម្លាប់ធ្វើបែបនេះរហូតដល់ព្រៃដែលពួកគេរស់នៅលែងមានផ្លែឈើស៊ីដោយរកចំណីមិនបានពួកគេក៏សម្រេចចិត្តផ្លាស់ទីលំនៅហើរពីកន្លែងមួយទៅកន្លែងមួយទីបំផុតបានទៅដល់កោះមួយដែលពោរពេញទៅដោយដំណាំផ្លែឈើច្រើនស្អិចស្កះពួកគេសប្បាយចិត្តយ៉ាងខ្លាំងហើយបានចាប់ផ្ដើមជីវិតថ្មីនៅទីនោះដោយផ្លែឈើជ្រុះពេញដីធ្វើឲ្យបក្សីទាំងអស់លែងខ្វល់ខ្វាយក្នុងការហើរទៅរកចំណីនៅកន្លែងឆ្ងាយពីខ្លួនដូចមុនទៀតលើកលែងតែបក្សីមួយគត់ដែលខុសប្លែកពីគេវាមិនរើសផ្លែឈើនៅក្បែរខ្លួនវាស៊ីទេវាតែងហើរទៅបេះផ្លែឈើនៅកន្លែងផ្សេងខុសពីបក្សីឯទៀតដោយការខ្ជិលច្រអូសបានធ្វើឲ្យបក្សីមួយហ្វូងនោះលែងចេះហើរដូចមុនចេះតែលោតនិងដើរលើដីវាសនាអាក្រក់ថ្ងៃមួយទឹកជន់លិចកោះផ្លែឈើទាំងមូលធ្វើឲ្យបក្សីខ្ជិលច្រអូសទាំងនោះលង់ទឹកស្លាប់អស់ទៅនៅសល់តែបក្សីមួយឧស្សាហ៍ប៉ុណ្ណោះដែលអាចហើររួចរស់រានមានជីវិតគំនិតអប់រំលទ្ធផលនៃការអភិវឌ្ឍនិងភាពខ្ជិលមិនត្រូវសប្បាយភ្លេចខ្លួនចំពោះអ្វីដែលមានហើយសំទោសព្រោះវានឹងអស់ទៅប្រសិនបើយើងមិនរកថែម Don't be happy carry less with what we have if you don't find more you don't have any left អរគុណមិត្តភក្តិបងប្អូនសូមជួយ Subscribe ក្នុង Channel YouTube ខ្ញុំមួយផងទុកជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តនិងរឿងនិទានខ្ញុំដាក់នៅក្នុង Channel YouTube ទាំងអស់សូមអរគុណ